ឥឡូវនេះឃើញចំណុចមួយដែលគួរឲ្យព្រួយបារម្ភគឺអក្សរ N ខ្ញុំបានមើលឃើញអក្សរ N ជាចំណុចដែលព្រួយបារម្ភប្រសិនបើឆ្លោះឆ្លោយហើយឈានទៅដល់ចំណុចអក្សរ N ពិភពលោកនឹងទទួលរងគ្រោះទាំងអស់គ្នាខ្ញុំចេះតែបារម្ភថាខ្ញុំចេះតែបារម្ភថាអក្សរ N ដូចជាប្រុងប្រៀបខិតចិត្តឡើងដែលបណ្ដាលឲ្យមានការព្រួយបារម្ភខ្លាំងមិនចង់ឲ្យវាកើតឡើងទេប៉ុន្តែជាការវិភាគឃើញថាអក្សរ N ចិត្តចូលចិត្តអ៊ីរ៉ានក្រោយពីសង្គ្រាមនៅក្នុងខែមិនិនានេះក៏បានអនុញ្ញាតឲ្យក្រុមភ្នាក់ងារទូរទស្សន៍ធំពីរមួយគឺ Sky News មួយទៀតគឺ CNN ណាមួយគឺ Sky News មួយគឺ CNN ចូលទៅយកព័ត៌មាននៅឯប្រទេសអ៊ីរ៉ានជាមីឌាលោកសេរី2ដែលបានឲ្យចូលទៅយកការនៅប្រទេសអ៊ីរ៉ានបង្ហាញឲ្យឃើញថាអ៊ីរ៉ានមានការត្រៀមលក្ខណៈជាច្រើនយ៉ាងសម្រាប់ធ្វើសង្គ្រាមមួយនេះមានន័យថាអ៊ីរ៉ានបានត្រៀមលក្ខណៈជាច្រើនយ៉ាងក្នុងការធ្វើសង្គ្រាមមួយនេះដែលការធ្វើសង្គ្រាមមួយនេះឥឡូវនេះមានទីភ្នាក់ងារព័ត៌មានអន្តរជាតិធំពីរគឺ Sky News ហើយនិង The CNN បានត្រូវអនុញ្ញាតឲ្យចូលទៅយកព័ត៌មាននៅក្នុងទឹកដីអ៊ីរ៉ានគឺនៅក្នុងទឹកដីអ៊ីរ៉ានគឺមានទីភ្នាក់ងារព័ត៌មាន Al Jazeera ពីប្រទេសកាតាមាន Sky News អង់គ្លេសអូស្ត្រាលីនិងមាន The CNN ពីសហរដ្ឋអាមេរិកមានន័យថាអ៊ីរ៉ានចាប់ផ្ដើមប្រើប្រាស់ទីសេនាធិការឃោសនា the headquarters of propaganda by using international media ជាស្ពានជាយានណាជាប្រដាប់ណាជាស្ពានជាយានជាប្រដាប់ដែលធ្វើសង្គ្រាមនេះម្សិលមិញខ្ញុំបាននិយាយអំពីអ៊ីរ៉ានបានបាញ់កំជ្រួចពីរដើមឆ្ពោះទៅកាន់កោះ Diego Garcia ហើយត្រូវមួយដើមស្ទាក់បាញ់ទម្លាក់បានដោយកងទ័ពអង់គ្លេសអាមេរិកមួយដើមទៀតក៏ធ្លាក់ខ្លួនឯងបង្ហាញឲ្យឃើញថាអ៊ីរ៉ានប៉ុនប៉ងធ្វើការវាយប្រហារបង្ហាញថ្វីដៃអំពីសមត្ថភាពកំជ្រួចរបស់ខ្លួនទៅកាន់ទីឆ្ងាយនេះចំណុចមួយគួរចាប់អារម្មណ៍ចំណុចមួយទៀតគឺការវាយចូលទៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលជ្រៅហើយភាគរយនៃការចាប់កំជ្រួចនៃប្រព័ន្ធការពារដែនអាកាសមានប្រព័ន្ធ Iron Dome ប្រព័ន្ធ Patriot ប្រព័ន្ធ Arrow និងប្រព័ន្ធ THAAD ដែលត្រៀមលក្ខណៈចាប់មាន Iron Dome មាន Patriot មាន Arrow មាន David Sling មាន THAAD ដែលរៀបចំទប់ទល់បង្ហាញឲ្យឃើញថានៅក្នុងយុគសម័យនៃការបាញ់កំជ្រួចដាក់គូសត្រូវ
ហើយនឹងយកសម័យនៃការចាប់កំជ្រួចឃើញថាបញ្ហាកតាលុយកៈវាខុសគ្នាដូចមេឃនិងដីគឺអ្នកចាប់កំជ្រួចចាយ100 ដង200 ដង300 ដងច្រើនជាងអ្នកបាញ់កតាខុសគ្នាពីកតាលុយនេះកតាខុសគ្នាពីតម្លៃនៃសភាវុធនេះគឺជាជំងឺឈឺក្បាលមួយដែលធ្វើឲ្យប្រទេសដែលច្បាំងគ្នាហ្នឹងគឺអស់លុយអស់កាក់យ៉ាងច្រើននឹងមួយកតាមួយទៀតគឺកតាប្រសិទ្ធភាពខាងចាប់ក្បាលគ្រាប់កតាប្រសិទ្ធភាពខាងចាប់ក្បាលគ្រាប់គឺកតាប្រសិទ្ធភាពវាមានតែ90ទៅប្រមាណជា93ទៅ96%កតាចាប់ក្បាលគ្រាប់អ្នកចាប់ហើយនឹងអ្នកបាញ់100អ្នកចាប់បានតែ96ទេអញ្ចឹងបើអ្នកបាញ់សម្រុកខ្លាំងកតា4%នៃអ្នកបាញ់នឹងអាចធ្វើឲ្យអ្នកចាប់កំជ្រួចរងគ្រោះថ្នាក់ត្រង់នេះបង្ហាញឲ្យឃើញថាការបាញ់កំជ្រួចទៅកាន់អ៊ីស្រាអែលធ្វើឲ្យក្បាលគ្រាប់4%ត្រូវទទួលជោគជ័យដល់គោលដៅឥឡូវនេះអ៊ីរ៉ាន់អាចបាញ់ចូលទៅក្នុងតំបន់អាវុធនុយក្លេអ៊ែររបស់អ៊ីស្រាអែលហើយមិនទាន់ត្រូវខូចខាតច្រើនទេមិនទាន់ត្រូវចំទេក៏ប៉ុន្តែបើសិនណាជាអ៊ីរ៉ាន់បាញ់ចំកន្លែងធ្ងន់របស់អ៊ីស្រាអែលគឺអ៊ីស្រាអែលដាច់ខាតត្រូវតែបាញ់នុយក្លេអ៊ែរដាក់អ៊ីរ៉ាន់ហើយនុយក្លេអ៊ែរនោះគឺចេញពីនាវាមុជទឹកមិនដឹងនៅណាទេប៉ុន្តែចេញពីនាវាមុជទឹកឆ្ពោះទៅរកអ៊ីរ៉ាន់វាអាចអស់មកទីក្រុងតេរ៉ង់ទាំងមូលអីចឹងឬក៏មកចំហៀងក្រុងអីចឹងបាទគេហៅថានុយក្លេអ៊ែរតាក់ទិកខ្ញុំបានចោទប្រកាន់ថាអ៊ីស្រាអែលបាញ់ទេតែខ្ញុំកំពុងតែបារម្ភថាអ៊ីស្រាអែលវាបាញ់បើអ៊ីរ៉ាន់បានទទួលជោគជ័យក្នុងការប៉ះដល់ដួងជីវិតរបស់វាបាញ់ហើយអ៊ីស្រាអែលគឺដាច់ខាតនឹងបំផ្លាញទីក្រុងទាំងមូលរបស់ប្រទេសអ៊ីរ៉ាន់នេះបើតាមខ្ញុំចេះតែបារម្ភអញ្ចឹងវាមិនមែនសង្គ្រាមដូចពួកអាភ្លើនៅស្រុកខ្មែរដែលខំប្រឹងកាន់ជើងអ៊ីរ៉ាន់ហ្នឹងនឹកឃើញថាបើសិនណាជាកំជ្រួចរបស់អ៊ីរ៉ាន់ហ្នឹងវាធ្វើឲ្យខូចខាតអ៊ីស្រាអែលខ្លាំងជារឿងគួរហូរកញ្ជ្រៀវទេពីព្រោះឲ្យតែខូចខាតខ្លាំងអ៊ីស្រាអែលមានមូលហេតុនឹងប្រើតាក់ទីកលនុយក្លេអ៊ែរពីព្រោះចំនួនប្រជាជនអ៊ីស្រាអែលវាតូចជាងអ៊ីរ៉ាន់វា90លាននាក់អ៊ីស្រាអែលវាប្រហែលលាននាក់ទេហើយបើបូកនឹងអារ៉ាប់និងអ៊ីស្រាអែលវាកងគ្នាអញ្ចឹងអ៊ីស្រាអែលអាចប្រកាសយកសិទ្ធិប្រើនុយក្លេអ៊ែរហើយប្រទេសមួយនេះអត់ខ្លាចទេប្រទេសមួយនេះអត់កំរោលទេប៉ុន្តែអត់ខ្លាចនឹងប្រើទេបើសិនជាមានលក្ខណៈគ្រប់គ្រាន់វាប្រើហើយបើប្រើគឺជាលើកទី1នៅក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាមលោកលើកទី2ប្រទេសដែលរងគ្រោះជនជាតិដែលរងគ្រោះដោយអ៊ីតាលីណាស៊ីបាញ់នុយក្លេអ៊ែរមុនគេអ្នកវិភាគគេវិភាគថាมันងាយកើតទេអ្នកវិភាគគេវិភាគថាវាមិនងាយកើតដូចនេះទេវាមិនងាយទេវាមិនងាយកើតទេតែចំពោះខ្ញុំខ្លាចវាកើតពីព្រោះប្រទេសមួយនេះអត់ទទួលការខូចខាតទៀតទេប្រទេសមួយនេះគឺនៅពេលដែលសត្រូវរបស់ខ្លួនបំផ្លាញខ្លួនមួយប្រទេសមួយនេះទៅបំផ្លាញសត្រូវ1000
ចឹងបើមានការខូចខាតធំរបស់ពីរដែលអ៊ីរ៉ាន់អាចធ្លាក់ខ្លួនទៅជាអ្នកទទួលគ្រាប់នុយក្លេអ៊ែរទី1មជ្ឈមណ្ឌលនុយក្លេអ៊ែររបស់អ៊ីស្រាអែលទី2គឺបុរាណដ្ឋានគេហៅថាតំបន់បរិសុទ្ធឥឡូវនេះមជ្ឈមណ្ឌលនុយក្លេអ៊ែរក៏បាញ់ចំហើយតំបន់បរិសុទ្ធក៏បាញ់ចំហើយតែវាអត់ទាន់ខូចខាតបើសិនវាខូចខាតគឺអ៊ីរ៉ាន់មេដឹកនាំនៃរបបអ៊ីរ៉ាន់គឺនឹងត្រូវអ៊ីស្រាអែលសម្លាប់រង្គាលហើយដើម្បីសម្លាប់រង្គាលមានតែមួយយ៉ាងទេគឺប្រើអាវុធអក្សរ N នឹងឯងនេះគឺជារឿងដែលព្រួយបារម្ភជាទីបំផុត It's very concerning ណា deep concern to the expanding of such a violent warfare between Iran and Israel in the Middle East. It is very dangerous escalation វាកំពុងតែជួបគ្នានេះគឺជារឿងដែលព្រួយជាងគេបំផុតថ្ងៃនេះលោកប្រធានាធិបតី Donald Trump បានសរសេរនៅក្នុង Truth Social ថាកុំឲ្យប៉ះពាល់ដល់អ្វីដែលគាត់ហាមក្នុង48ម៉ោងត្រាំទាមទារឲ្យអ៊ីរ៉ាន់បើកច្រកសមុទ្រអូរម៉ូសក្នុង48ម៉ោងបើមិនធ្វើទេនឹងវាយប្រហារលើមជ្ឈមណ្ឌលថាមពលរបស់អ៊ីរ៉ានគឺផ្ដាច់ភ្លើងអ៊ីរ៉ានឆ្លើយវិញថាតែហ៊ានវាយមជ្ឈមណ្ឌលផ្ដាច់ភ្លើងនឹងវាយឲ្យខ្ទេចមជ្ឈមណ្ឌលថាមពលអាមេរិកមានន័យថាវាយប្រទេសកូវ៉ែតវាយអ៊ីមីរ៉េតអារ៉ាប់រួមវាយសាអូឌីវាយកាតាបារ៉េនជាដើមអានេះពោលវាមានថាមពលអាមេរិកអីនៅក្បែរហ្នឹងអញ្ចឹងត្រូវវាយមកជួរហ្នឹងបូកនឹងអ៊ីស្រាអែលបូកនឹងអ៊ីរ៉ាក់ណាមានន័យថាទាំងត្រឹមគាត់ថាគាត់ប្រហែលជាបញ្ចប់ហើយប៉ុន្តែថ្ងៃនេះគាត់និយាយគាត់ថាបើមិនបើកច្រកអូមូសទេគាត់នឹងវាយបំផ្លាញទីតាំងថាមពលអគ្គិសនីរបស់អ៊ីរ៉ានចោលអ៊ីរ៉ានឆ្លើយវិញថាបើហ៊ានតែវាយថាមពលអគ្គិសនីរបស់អ៊ីរ៉ាននឹងវាយកំទេចថាមពលអគ្គិសនីរបស់បកសម្ព័ន្ធអាមេរិកចោលណាបកសម្ព័ន្ធអាមេរិកចោលណានេះអានេះគឺជាចំណុចដែលកំពុងតែសង្គ្រឹះដាក់គ្នាអញ្ចឹងកង្វល់ពីរប៉ុន្តែគោលដៅតែមួយទេគ្រោះថ្នាក់នៃអក្សរ N គ្រោះថ្នាក់នៃអក្សរ N គ្រោះថ្នាក់ដែលមកពីអក្សរ N បើត្រឹមវាយថាមពលអគ្គិសនីល្ងិតឈឹងអ៊ីរ៉ាន់នឹងវាយប្រទេស GCC ឲ្យខូចខាតក៏អាចអ៊ីស្រាអែលលូកដៃបំផ្លាញអ៊ីរ៉ានដោយយកលេសថាវិបត្តិធំបើអ៊ីរ៉ានបាញ់ត្រូវមជ្ឈមណ្ឌលនុយក្លេអ៊ែរចំកន្លែងសំខាន់ឬក៏បាញ់ត្រូវទីតាំងបុរាណដ្ឋានបរិសុទ្ធខូចខាតខ្លាំងក៏អ៊ីស្រាអែលប្រុងតែរកលេសដើម្បីប្រើប្រាស់អក្សរ N បំផ្លាញអ៊ីរ៉ាន
chẳng á và miền thì tăng phí để trời tạm đán bảo việc rung tới đó nâng khai mê xaចូលឆ្នាំធំហ៊ុនម៉ាណីអត់បាច់ធ្វើសង្ក្រាន្តទេគឺសង្ក្រាន្តពិភពលោកហ្មងអានេះនិយាយលេងទៅឲ្យហ៊ុនម៉ាណីហ៊ុននេះមិនបាច់ផ្លាញបៃនេះខ្មែរទេបៃនេះខ្មែររងរឿងមែនតើទៅជាសង្ក្រាន្តពិភពលោកណាពេលហ្នឹងគឺអត់មានចាំបាច់ជិះកង់ជិះម៉ូតូអីទៀតទេណាអាហ្នឹងអញ្ចឹងណាអាហ្នឹងអញ្ចឹងបាទអាហ្នឹងអញ្ចឹងណាអាហ្នឹងអញ្ចឹងគឺជាលក្ខណៈដែលវាកើតឡើងនេះគឺជាទស្សនវិជ្ជាថ្ងៃទី23នៃសង្គ្រាមដែលបានកើតឡើងពីថ្ងៃ28នៅសល់តែប្រហែលថ្ងៃទៀតទេសង្គ្រាមវាចប់មួយខែហើយអាទិត្យទី4បានចូលមកដល់គ្មានឃើញពន្លឺណាមួយស្ដីអំពីគ្មានពន្លឺណាមួយស្ដីអំពីការបញ្ចប់សង្គ្រាមទេប្រេងឆៅនៅក្នុងចុងសប្តាហ៍នេះតម្លៃ$100មួយបារ៉ែលនឹងខ្ញុំអាប់ដេតជូនប៉ុណ្ណឹងបាទខ្ញុំអាប់ដេតជូនប៉ុណ្ណឹងខ្ញុំឆ្លើយឆ្លងជាមួយនឹងប្រិមិត្តសួស្ដីហួតដេវខ្ញុំអត់យកការគិតដូចនេះទេខ្ញុំគិតអត់ប្រើពាក្យនោះប៉ុន្តែបើចៅចង់ប្រើពាក្យហ្នឹងក៏បានតែខ្ញុំអត់ប្រើពាក្យហ្នឹងឯងខ្ញុំកំពុងតែគិតរឿងមួយផ្សេងដែលខ្ញុំមិនទាន់និយាយសង្គ្រាមហ្នឹងតាំងពីថ្ងៃទី28មកខ្ញុំចេះតែមានរឿងត្រូវគិតដែរប៉ុន្តែខ្ញុំចាញ់ show និយាយម្ដងបន្តិចមិននិយាយចង្អេងចង្អាងស្មានធ្វើគ្រូទាយគ្រប់សពទេគឺនិយាយបន្តិចម្ដងគឺការវិភាគរបស់ខ្ញុំវិភាគដោយប្រុងប្រយ័ត្នកម្រិតខ្ពស់មិនមែនចេះតែយកសង្គ្រាមហ្នឹងមកធ្វើ show ឲ្យអ្នកមើលនឹងចោមរោមមើលក្នុងនាមដែលអ្នកខ្លះគេថាគិតតែរឿងធ្វើម៉េចឲ្យមនុស្សចោមរោមមើលដើម្បីបានលុយដើម្បីបាន view ណាខ្ញុំមិនសូវជាចាប់អារម្មណ៍រឿងហ្នឹងទេព្រោះខ្ញុំជាអ្នកកើតជំងឺមហារីកខ្ញុំនៅក្បែរកន្លែងខ្ញុំងាប់អញ្ចឹងខ្ញុំយកពេលដែលខ្ញុំមានខ្ញុំធ្វើ show ខ្ញុំចង់ប្រើបញ្ញាដែលខ្ញុំនៅដកដង្ហើមព្រះលោកប្រទានពរឲ្យខ្ញុំដកដង្ហើមខ្ញុំយកដង្ហើមរបស់ខ្ញុំហ្នឹងប្រើជាមួយខួរក្បាលជាជាងខ្ញុំគិតថាអញនិយាយទៅជេរបចោលោឡាទៅឲ្យគេមកមើលទៅអញវាលយអីអត់គិតអញ្ចឹងទេអញ្ចឹងហើយការវិភាគរបស់ខ្ញុំហ្នឹងមួយទេហើយដែលឆ្លងឆ្លើយហ្នឹងគឺចេះទេគឺយកអ្វីដែលជាចំណាប់អារម្មណ៍របស់ប្រិយមិត្តកូនក្មួយចៅយកមកបំភ្លឺជូនអំពីរឿងមួយតែប៉ុណ្្នឹងទេអញ្ចឹងហួតដេវស្ដាច់តែចៅទេណាតាអត់មានអ្វីទេតាកំពុងតែមើលដោយបារម្ភជាទីបំផុតសួស្ដីតារាវីឡុងសំនៀងនីកូ Global Original Escalation how resilient in Southeast Asia governance economy food security against the system shock Southeast Asia មានប្រទេស
ចំនួនតិចទេដែលស្ថិតនៅក្នុង category នៅក្នុងឋានៈជាប្រទេស well prepare ភាគច្រើនប្រទេសយើងនៅអាស៊ីមិន well prepare ទេក៏ប៉ុន្តែ